ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងគុណសម្បត្តិរបស់ទឹកល្មៀតដែលមិនត្រឹមតែជួយទៅដល់សុខភាពប៉ុណ្ណោះទេតែទាំងជួយទៅដល់សុខភាពស្បែករបស់យើងទៀតផងដោយដែលអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថារមៀតគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងការរលាកព្រមទាំងមានផ្ទុកនូវវីតាមីន C ដែលល្អចំពោះសុខភាពស្បែកហើយលើពីនេះទៅទៀតគ្រឿងទេសមួយមុខនេះក៏អាចជួយពង្រឹងទៅដល់សុខភាពក៏ដូចជាការជួយបង្ការនៅជំងឺឆ្លងមួយចំនួនចំពោះសុខភាពរបស់យើងទៀតផងតោះដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំអំពីអត្ថប្រយោជន៍របស់ទឹកល្មៀតដែលមិនត្រឹមតែជួយទៅដល់សុខភាពស្បែកប៉ុន្តែថែមទាំងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៅដល់សុខភាពរបស់យើងសម្រាប់គុណសម្បត្តិទី1ហ្នឹងគឺល្អសម្រាប់សុខភាពស្បែកទឹកល្មៀតលាយជាមួយនឹងទឹកឃ្មុំនិងទឹកក្រូចឆ្មាគឺអាចជួយប្រឆាំងនឹងភាពចាស់អាចជួយបណ្ដេញជាតិពុលចេញពីរាងកាយធ្វើឲ្យស្បែករបស់យើងភ្លឺថ្លានិងម៉ត់រលោងទៀតផងចំណែកឯគុណសម្បត្តិទី2គឺជួយឲ្យឈាមរាវអ្នកដែលមានបញ្ហាបេះដូងគួរតែញ៉ាំទឹកល្មៀតឲ្យបានទៀងទាត់ពីព្រោះតែទឹកល្មៀតគឺជួយឲ្យឈាមរបស់យើងរាវនិងអាចជួយបង្ការកំណកឈាមដែលទាំងអស់នេះគឺអាចជួយបញ្ជៀសនឹងការគាំងបេះដូងបានហើយសម្រាប់គុណសម្បត្តិទី3ហ្នឹងគឺជួយប្រឆាំងនឹងជំងឺមហារីកការញ៉ាំទឹកល្មៀតចំនួន3ដងក្នុងមួយសប្តាហ៍ក៏អាចចូលរួមចំណែកក្នុងការជួយការពាររាងកាយរបស់យើងពីហានិភ័យនៃការកើតជំងឺមហារីកទៀតផងរីឯគុណសម្បត្តិទី4វិញគឺជួយទៅដល់សុខភាពថ្លើមទន្ទឹមនឹងនេះផងដែរទឹកល្មៀតក៏អាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមជួយឲ្យកោសិកាបំពេញមុខងារប្រកបដោយប្រសិទ្ធភាពហើយគុណសម្បត្តិទី5គឺជួយទៅដល់សុខភាពបេះដូងការញ៉ាំទឹកល្មៀតជារៀងរាល់ថ្ងៃគឺអាចជួយកម្ចាត់ជាតិពុលចេញពីឈាមក៏ដូចជាការជួយគ្រប់គ្រងនៅជំងឺឈាមផ្សេងៗព្រមទាំងអាចជួយការពារបញ្ហាគាំងបេះដូងទៀតផងរីឯគុណសម្បត្តិទី6ចុងក្រោយនឹងគឺជួយទៅដល់សុខភាពខួរក្បាលការញ៉ាំទឹកក្តៅអ៊ុនៗលាយជាមួយនឹងម្សៅល្មៀតជាប្រចាំនៅពេលព្រឹកត្រូវបានគេជឿថាគឺអាចជួយឲ្យខួរក្បាលរបស់យើងមានភាពឈ្លាសវៃក៏ដូចជាការបង្កើននូវភាពស្វាហាប់ចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello Group Pet ចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចាសសូមអរគុណ